tư hạt sol rồi có tham một pol Sri Killing cứ chia tham một pol muối đại dương cu ở prongประหยัด rồi tham một pol ní cứ vì miền ati pol khăng mền tén á smep dương cu prong ประหยัด khăng những cái cứ tư hạt sol ประจำឆ្នាំនិងប្រចាំខែបើសិនបើជាប៉ះធម្មពលអសលស្រីឬក៏ស្រីគីលីងនេះគឺវាមានធម្មពលខ្លាំងបើសិនជាយើងប៉ះប្រចាំឆ្នាំគឺអាចនឹងសោយ3ឆ្នាំតែបើប៉ះប្រចាំខែអាចនឹងសោយ3ខែអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលប៉ះទិអសលហើយគឺអាចនឹងកើតហេតុជាច្រើនដូចជាគ្រោះថ្នាក់ដោយមិនដឹងខ្លួនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឬក៏បាត់បង់ទ្រព្យសម្បត្តិចោលប្លន់កើតជំងឺដោយមិនដឹងមុខឬក៏មានបញ្ហាអាជីវកម្មធ្លាក់ចុះបើសិនជាបងប្អូនប៉ះជាមួយនឹងទិស Sri Killing ឬក៏ទិសអសលនេះមិនលើសពី90ថ្ងៃទេយើងនឹងជួបរឿងបើសិនជាប៉ះអសលប្រចាំឆ្នាំអាចនឹងជួបរឿងសោយរហូតដល់3ឆ្នាំក៏ប៉ុន្តែអ្វីដែលកើតក៏យើងមានវិធីការពារហើយមានវិធីដោះស្រាយចំពោះវិធីការពារទិស Sri Killing នេះទី1ចំណុចដែលយើងហាមជួសជុលស្វានដំជីកកោះកកាយវាយកំតិចណាគឺយើងហើយហាមរើចូលនៅផ្ទះថ្មីដែលផ្ទះនោះបែរមុខទៅទិសអសលប្រចាំឆ្នាំឬក៏ប្រចាំខែហើយហាមបើកអាជីវកម្មថ្មីនៅក្នុងទិសអសលនេះផងដែរចំពោះវិធីការប្រសិនបើជាបងប្អូនបានដឹងហើយដូចនេះខ្ញុំតែងតែចែកម្លែកបន្តិចទៀតខ្ញុំនឹងចែកម្លែកជារៀងរាល់ខែថាទិសអសលប្រចាំខែនៅទិសខាងណាទិសប្រចាំឆ្នាំនៅទិសខាងណាដើម្បីឲ្យបងប្អូនកិច្ចងាយស្រួលកុំឲ្យបងប្អូនកើតនៅបញ្ហានិងឧបសគ្គដែលកើតបង្កពីទិសនេះអញ្ចឹងសម្រាប់បងប្អូនអរគ្នាបើសិនជាគាត់ចូលនៅផ្ទះថ្មីតែបែរមុខទៅទិសអសលអញ្ចឹងបងប្អូនគួរតែចូលនៅដោយស្ងាត់កុំមានការធ្វើកម្មវិធីធ្វើអីអាហ្នឹងយើងអាចចូលនៅបានក៏ប៉ុន្តែបើសិនជាយើងមានកម្មវិធីជួបជុំឬក៏ធម្មតាយើងចូលនៅផ្ទះថ្មីតែងតែមានការស្វានដុំនេះនោះនេះអាចហីមែនអត់អញ្ចឹងនៅពេលដែលបើសិនជាយើងប៉ះហើយយើងដឹងយើងបានមើលវីដេអូរបស់លោកគ្រូចែកម្លែកបងប្អូនអាចលាងសោយដោយខ្លួនឯងទី1យើងលាងសោយមនុស្សដោយការត្រាំជើងទឹកអំបិលហើយទី2យើងអាចក្រាមអំបិលហ្នឹងនៅក្នុងហ្សូនហ្នឹងហើយមួយទៀតបងប្អូនប្រើតិចនិចគោះជំរុញលាបពីទិសដែលល្អដើម្បីយកមកលាងធម្មពលអវិជ្ជមានវិញអានេះដែលយើងបានដឹងមុនណាក៏ប៉ុន្តែបើសិនជាអត់បានដឹងទេមានតែរចិនសែដែលមានជំនាញរើសវេលាដើម្បីទៅជួសជុលធម្មពលអវិជ្ជមាននឹងវិញនេះគឺជាវីដេអូមួយដែលមានប្រយោជន៍សម្រាប់បងប្អូនអរគ្នាអញ្ចឹងបងប្អូនកុំភ្លេចតាមដានទិសឆង់និងទិស Sri Killing នេះប្រចាំខែ